ព្រោះថាសម្រាប់ខ្ញុំប៉ុណ្្នឹងគឺ view ច្រើនមែនទែនបងប្អូនខ្ញុំអត់មែនជាតារា YouTube អីទេប៉ុន្តែអ្នកនរគ្នាអាចមើល view ដែលខ្ញុំនិយាយតាក់ទងជាមួយនឹងបញ្ហាស្បែកខ្លួននឹងបែបពួកវាមិនមែនជា content បែបសប្បាយទេគឺខ្ញុំនិយាយពីស្បែកអញ្ចឹងបានន័យថាអ្នកដែលគាត់ជួបបញ្ហាហ្នឹងគឺច្រើនមែនទែនមកហើយរាល់ថ្ងៃនេះណាអ្នកដែលគាត់ឆាតមកខ្ញុំតាម YouTube ជួបបញ្ហា Monolith Chrome ហ្នឹងណាក៏ច្រើនដែរជាពិសេសតាំងពីខ្ញុំចេញវីដេអូរហូតដល់ឥឡូវហ្នឹងគឺនៅតែមានអ្នកឆាតមកតាមរយៈ YouTube ព្រោះថានៅពេលដែលខ្ញុំឆាតមកគឺខ្ញុំតែសួរថាគាត់ស្គាល់និងដឹងពីបញ្ហាដែលខ្ញុំកើតមានហើយនឹងរបៀបព្យាបាលហ្នឹងមកពីណាអញ្ចឹងតែពីច្រើនមកគឺគាត់មកតាមរយៈ YouTube ដូចអ្នកនរគ្នាបានមើលអញ្ចឹងសម្រាប់បញ្ហាខ្ញុំតណាគឺខ្ញុំអត់ដែលសើបបានបញ្ចេញទៅនៅលើ Facebook ឬ IG ប៉ុន្តែមូលហេតុអីបាន scrap ខ្លួនបែរគឺខ្ញុំនៅតែលក់ដែរនេះគឺជាមូលហេតុរបស់អ្នកនរគ្នាដោយសារតែខ្ញុំគឺមកតាមរយៈ YouTube គឺច្រើនមែនទែនអាចបញ្ជាក់បានថាប្រជាជនខ្មែរយើងគឺជួបបញ្ហា Monolith Chrome នឹងច្រើនហើយពីធំៗដែលខ្ញុំតែជួបសម្រាប់ប្រុសៗគាត់ជួបបញ្ហាហ្នឹងក៏ច្រើនគួរសមដែរប៉ុន្តែគាត់ថាអត់ទាន់មានអ្នកគេជួបច្រើនបញ្ហាខ្លាំងដល់ខ្ញុំទេហើយក៏តែគាត់កាត់បញ្ហាហ្នឹងគឺមកពីគាត់បានជំរុញកោតស្ការកាត់ចាស់ឲ្យបានត្រឹមត្រូវសម្រាប់មនុស្សស្រីវិញក៏ច្រើនគួរសមដែរប៉ុន្តែមូលហេតុដែលមនុស្សស្រីគឺគាត់កាត់បញ្ហាហ្នឹងភាគច្រើនគឺគាត់មិនដែលមកពីការប្រើប្រាស់ផលិតផលខុសជាពិសេសគឺគាត់តែប្រើគ្រីមជំរុញរោមដាក់ត្រូវជាមួយនឹងស្បែករបស់គាត់អញ្ចឹងហើយទើបគាត់កាត់ជាមួយនឹងបញ្ហាហ្នឹងហើយក៏មានមនុស្សច្រើនដែរដែលគាត់បានព្យាបាលជាជាមួយនឹង scrap ខ្លួនរបស់យើងអ្នកនរគ្នាអាចសាកបានណា scrap នេះរបស់យើងលក់មកកំប៉ុង$15ឥឡូវនេះយើងលក់តម្លៃពិសេសជាងមុនមកកំប៉ុងត្រឹមតែ$13ទេចំណេញជាងមុន$2នេះមិនមែនជាតម្លៃ promotion ទេគឺជាតម្លៃថេរយើងលក់រហូត